ពីពាន់កងជាង20ជាតិសាសសាមគ្គីភាពដ៏រស់រវើកនៅលើទឹកដីសៀមរាបអង្គរសួស្តីបងប្អូនជនរួមជាតិខ្មែរគ្រប់ទិសទីនិងមិត្តភ័ក្តិអន្តរជាតិជាទីស្រឡាញ់ថ្ងៃនេះនៅលើទឹកដីប្រវត្តិសាស្ត្រដ៏វិសេសវិសាលនៃសៀមរាបអង្គរដែលជាមរតកពិភពលោកយើងទាំងអស់គ្នាបានមកជួបជុំគ្នាក្នុងព្រឹត្តិការណ៍ដ៏ពិសេសមួយគឺការជិះកង់សប្បុរសធម៌ក្រមប្រធានបទដែលពោពេញដោយអត្ថន័យរួមគ្នាដើម្បីកម្ពុជាក្នុងរដូវកាលសាមគ្គីនាព្រឹកថ្ងៃទី28ខែធ្នូឆ្នាំ2025នេះមានបងប្អូនជាង2000នាក់មកពីជាង20ប្រទេសជុំវិញពិភពលោកបានមកប្រមូលផ្ដុំគ្នានៅទីនេះមានបងប្អូនខ្មែរមិត្តភ័ក្តិបរទេសប្រទេសជាច្រើនផ្សេងទៀតពួកគាត់មកមិនត្រឹមតែដើម្បីជិះកង់ទេប៉ុន្តែមកដើម្បីបង្ហាញសាមគ្គីភាពមនុស្សធម៌និងមិត្តភាពអន្តរជាតិដ៏រឹងមាំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានរៀបចំឡើងដោយក្រសួងទេសចរសហការជាមួយរដ្ឋបាលខេត្តសៀមរាបក្រោមកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយមានការអញ្ជើញចូលរួមពីឯកឧត្តមហួតហរដ្ឋមន្ត្រីក្រសួងទេសចររួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការនិងប្រជាពលរដ្ឋគ្រប់ស្រទាប់ការជិះកង់មួយជុំវិញតំបន់អង្គរនេះមិនមែនជាសកម្មភាពកីឡាធម្មតាទេវាជាការលើកកម្ពស់សុខភាពរាងកាយជាការរួមចំណែកក្នុងការការពារបរិស្ថានដោយប្រើយានជំនិះមិនបញ្ចេញផ្សែងនិងជាពិសេសវាជាសារដ៏មានអត្ថន័យសម្រាប់សង្គមកម្ពុជាវាបានបង្ហាញថាយើងទាំងអស់គ្នាមិនថាជាតិសាសន៍ណាសាសនាណាមកពីទីណាសុទ្ធតែអាចចូលរួមគ្នាឈរជើងជាមួយគ្នាជាពិសេសនៅពេលមានគ្រាលំបាកក្រោមគោលការណ៍ដ៏ថ្លៃថ្នូរមិនទុកឲ្យនរណាម្នាក់នៅក្រោយព្រឹត្តិការណ៍នេះបានបង្កើតរូបភាពដ៏ស្រស់ស្អាតបំផុតមនុស្សពីគ្រប់ទិសទីមកជិះកង់រួមគ្នានិយាយលេងជាមួយគ្នាចែករំលែកភាពសប្បាយរីករាយវាជាភស្តុតាងយ៉ាងច្បាស់ក្រឡែតថាកម្ពុជាមានបេះដូងសប្បុរសមានសាមគ្គីភាពរឹងមាំនិងមានភាពរួសរាយរាក់ទាក់ដែលពិភពលោកស្គាល់ជាងនេះទៅទៀតព្រឹត្តិការណ៍នេះបានជួយផ្សព្វផ្សាយរូបភាពវិជ្ជមាននៃវិស័យទេសចរកម្ពុជាទៅកាន់ឆាកអន្តរជាតិយ៉ាងទូលំទូលាយវាប្រាប់ពិភពលោកថាសៀមរាបអង្គរគឺជាគោលដៅទេសចរដែលមានសុវត្ថិភាពខ្ពស់មានបដិសណ្ឋារកិច្ចក៏ដ៏កក់ក្ដៅនិងពោពេញដោយវប្បធម៌អរិយធម៌ខ្មែរដ៏អស្ចារ្យមកកម្ពុជាអ្នកនឹងទទួលបានមិត្តភាពពិតនិងបទពិសោធន៍ដែលមិនអាចបំភ្លេចបានសូមអរគុណចំពោះអ្នករៀបចំអ្នកឧបត្ថម្ភនិងអ្នកចូលរួមទាំងអស់គ្នាដែលធ្វើឲ្យព្រឹត្តិការណ៍នេះក្លាយជាជោគជ័យដ៏ត្រចះត្រចង់នេះមិនមែនជាការជិះកង់មួយជុំទេប៉ុន្តែជាការដើរមួយជំហានធំឆ្ពោះទៅកាន់កម្ពុជាដ៏រុងរឿងសាមគ្គីនិងសប្បុរសសូមរួមគ្នាដើម្បីកម្ពុជាជាទីស្រឡាញ់